តោះ hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំចាប់ផ្ដើម record មេរៀនយើងតអញ្ចឹង master លើ candlestick អញ្ចឹងដូចខ្ញុំនិយាយហ្នឹងកាលណាដែលវាចេញជាទម្រង់ reversal គឺវាមានទម្រង់អសំទោសកាលណាវា expansion គឺវាមានការដើររបស់វាអញ្ចឹងយើងកំណត់សម្គាល់វាដោយយកឲ្យគេម៉ោង12ថ្ងៃត្រង់ជា midnight open ណាជា midnight open អញ្ចឹងយើងចង់ដឹងថាការដើររបស់វាយ៉ាងម៉េចអញ្ចឹង midnight open វាដើរអញ្ចឹង session យើងក៏មានដែរណាម៉ោង London ហើយម៉ោង New York យើង trade តែ2ម៉ោងហ្នឹងទេអូខេអញ្ចឹងយើងមើលការដើររបស់វាដូចអ្វីដែលយើងរៀនអត់អូខេឥឡូវវាចូលម៉ោង London ផុតម៉ោង London អញ្ចឹងកាលណាដែលវា open នេះវា open វាមាន open មកវាយកវាមាន low ណាវាមាន low ហើយវាធ្វើការអីគេ reversal ដើម្បីបង្កើតជាទៀន expansion ដូចមេរៀនយើងរៀនអញ្ចឹងណាអញ្ចឹងការដែលវាមុនវាឡើងក៏វាមានអីគេ stop hand វាមាន liquidity អញ្ចឹងទៅអូខេ liquidity ហើយវាមានCISD មានអីអញ្ចឹងទៅមុនវាឡើងអញ្ចឹងយើង trade ហ្នឹងគឺយើង trade លក្ខណៈម៉េចយើង trade តាក្នុង zone New York ហើយជាមួយ London ទេអញ្ចឹងយើងមើលទៀតអូខេពេលចូលម៉ោង New York គឺផ្សាររ៉ាន់យកតែម្ដងអញ្ចឹងម៉ោង12គឺវាបិទទៀនអញ្ចឹងយើងមើលទៅយើងឃើញថាទៀនសាច់ទៀនគឺទៀន expansion full ណា expansion ហ្មងអញ្ចឹងកន្លែងនេះគឺជាអីគេ change state CISD អូខេអញ្ចឹងវាឡើងគឺវាឡើងត្រឹមត្រូវរបស់វាមាន sweep liquidity មានអីត្រឹមត្រូវបើយើងមើលតាមមេរៀនរបស់យើងអាហ្នឹងគឺជាអីគេ PO3 ឬក៏ accumulate កន្លែងនេះយើងអាចហៅវា accumulation manipulate ហើយ expansion ណាអញ្ចឹងអានេះគឺជាទម្រង់ដែលក្នុងមេរៀនដែលយើងបានរៀនគឺទម្រង់ទៀន expansion កាលណាបើយើងឃើញទម្រង់បែបហ្នឹងគឺយើង trade ងាយហ្នឹងបាន profitable អូខេអញ្ចឹងយើងមើលការដើររបស់វាគឺអត់មានអីច្រើនទេណាគឺអត់មានអីច្រើនទេអញ្ចឹងវា CISD វាមាន PD array នៅក្នុងនោះមាន FVG មានអីយ៉ាងទៅណាមាន FVG មានអីយ៉ាងទៅកន្លែងនេះមានអីគេ breaker block អីចឹងទៅណា breaker block កន្លែងហ្នឹងចឹងទៅគឺយើងអាច entry ដោយមិនមានហានិភ័យវារិះទូច TP របស់យើងបានល្អណាព្រោះយើងដឹង flow របស់ទីផ្សារណាយើងអត់ trade រញ៉េរញ៉ៃឬក៏ trade ប្រច្រាស់លំហូរទេណានេះគឺជា BR ឬក៏ breaker អូខេយើងបាន breaker មុនវាឡើងក៏វាមាន sweep liquidity មានអីរបស់វាដែរណាវាមាន bullish order block ក៏មានវាមានមួយឈុតរបស់វាកន្លែងនេះវាមានអីគេទៀតវាមាន PD array FVG អូខេវាមាន FVG PD array FVG វាឡើងអូខេវាឡើងអាហ្នឹងគឺជាការមើលប្រចាំថ្ងៃអញ្ចឹងយើង trade ចាប់ពីម៉ោង12ថ្ងៃត្រង់គឺថ្ងៃអាមេរិកម៉ោងអាមេរិកគេចាប់ផ្ដើមបើកព្រោះម៉ោងអាស៊ី Tokyo នេះគឺយើង skip ចោលអញ្ចឹងម៉ោង12 midnight ចាប់ផ្ដើម open គឺយើងរៀនមើលទម្រង់អញ្ចឹងណាមើល London ថាវាធ្វើអីណាថាវាធ្វើអីភាគច្រើនវា reversal នៅម៉ោងគេម៉ោង New York អញ្ចឹងចប់ session London យើងចាំមើល New York ដើម្បីអីដើម្បីមើលថា New York វា reversal អត់ណា reversal ឡើងលើអត់មុនវាឡើងក៏វាទៅយក key យកអីត្រឹមត្រូវរបស់វាដែរណាវាអាចមានអីគេអានេះ breaker ឬក៏ bullish order block វាឡើងទៅលើដូចគ្នាណាវាមកយកឲ្យដូចគ្នាជា key level អាហ្នឹងយើងអាចចាប់វាជា mark វាជា key level breaker key យើងអាចយកវាជា key level មកដើម្បីយើងដឹងថាអូខេផ្សារវាមកដល់ហ្នឹងវាអាចមានឱកាស reversal ឡើងទៅលើអញ្ចឹងការ reversal របស់វាក៏វាមិនវាត្រូវការគេ sweep កាលណាបើវា sweep ផ្សារហ្នឹងឡើងទៅលើទៀតណានឹងឡើងទៅលើទៀត sweep ហើយវាមាន chain CISD chain state delivery អីត្រឹមត្រូវអូខេផ្សារហ្នឹងគឺវាឡើង
ទៅលើទៀតណាទៅឡើងទៅលើទៀតវាដើរខ្លាំងនៅ section នេះគេ section New York អញ្ចឹងម៉ោង 12 យប់គឺយើងសម្រាកអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺយើងបានមួយ position ណាមួយ position អូខេវាមានតែប៉ុណ្្នឹងទេគឺជាការanalyze មើលទៀនក្នុងមួយថ្ងៃការដើររបស់វាណា expansion អានេះគឺជា PO3 AMD អានេះ AMD អូខេគឺវាមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេសំខាន់là យើងចេះសម្គាល់ណាចេះសម្គាល់វាច្រើនម៉ោង London គឺវារ៉េងវាអត់សូវមានឲ្យជាកន្លែងបាយចូល entry អីទេគឺវារ៉េងអញ្ចឹងអ្វីដែលយើងចង់ trade គឺផុតម៉ោង London ចាប់ពីម៉ោង 5 ល្ងាចឡើងលើយើងអាចមើលកន្លែង confirm ឲ្យល្អទៅណាឲ្យវាមាន sweep London sweep អីអស់អូខេអាហ្នឹងយើងចាប់ដើម trade វីដេអូមានប៉ុណ្្នឹងទេសូមអ្នកនរគ្នាយល់